Hello សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ការសង្កេតមានការបំពេញរបស់យើងបន្តទៀតបើសិនជាអ្នកទាំងគ្នាចូលចិត្តវីដេអូនេះគឺប្រចាំជា like subscribe ក៏ដូចជា comment ម្នាក់មួយផងពី22ឆ្នាំមុនមានបារម្ភបានរាយការណ៍ទៅកាន់អ្នកខ្សែអំពីព្រឹត្តិការណ៍នៅឯកោអូហារ៉ាគាត់បានឃើញសពើជំនឿខ្លួនជន់ស៊ីវ៉ានិងសពើកងទ័ពជើងទឹកត្រូវបានបំផ្លាញក្រោយសារឡាយក្មេងស្រីម្នាក់ដែលមានអាយុ8ឆ្នាំនោះគឺ Nico Robin បន្ទាប់ពីព្រឹត្តិការណ៍នោះ Robin ត្រូវបានគេចាត់ទុកថាគឺជាជនហើយត្រូវបានតាប់ប្រមាញ់ដោយមនុស្សនានានិងមានពាក្យចាំរាមជាច្រើនចាប់ប្រកាន់ថានាងបានធ្វើបទល្មើសជាបន្តបន្ទាប់ Robin បានខ្លាចទៅជាក្មេងអនាថានឹងបន្តរស់តាមសំណាម្ដាយរបស់នាងដូចចុងក្រោយនាងបានចូលជំងឺសបានប្រាប់នាងថានាងត្រូវតែបន្តរស់ទោះបីជានាងត្រូវរស់នៅតែម្នាក់ឯងក៏ដោយថ្ងៃណាមួយនឹងប្រកាសណាស់នឹងបានជួបមនុស្សល្អៗបាននឹងមានមិនខានត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញសពើដែលច្បាំងយេបានធ្វើដំណើរមកដល់កំពង់ផែរីអាលូហ្វីក៏បានធ្វើដំណើរមកដល់ភូមិផងដែរពួកគេបានជួបជុំគ្នាហើយក៏បានសម្ដែងសម្ដារគ្នាអំឡុងពេលពិធីជប់លៀងកំពុងរៀបចំឡើងការបានជួបគ្នាដល់លូហ្វីទៅមើលបន្ទឡៃដែលសើដែលបានរៀបចំសម្រាប់បង្ហាញទៅកាន់រ៉ូប៊ិននៅពេលពួកគេបានទៅដល់ពួកគេបានឃើញសើបានដេកសន្លប់នៅក្បែរមាត់សមុទ្រតែរ៉ូប៊ិនបាននិយាយថាមិនអីទេចាំនាងទៅមើលម្នាក់ឯងបានហើយពេលនាងទៅដល់សើបានស្រែកទៅនាងដោយទៅនឹងការដែលពួកគេបានជួបគ្នាដំបូងបន្ទាប់មកពួកគេក៏បានសន្ទនាគ្នាសើក៏បាននិយាយថាអកសុនតំផងគាត់មិនដឹងថាគូស្វាគមន៍ឯងបែបបាននោះទេមើលទៅពេលនេះឯងពិតជាស្អាតណាស់ដូចជាម្ដាយរបស់ឯងចឹងហើយឯងមិនឃើញសាររបស់ដុកទ័រពេកកំផាំងដែរទេពាក្យដែលគាត់បាននិយាយថាប្រវត្តិសាស្ត្រនឹងត្រូវបានបង្ហាញដោយអ្នកឈ្នះនេះគឺជាពាក្យរបស់មនុស្សនៅអូហារ៉ាទោះបីជាពួកគេបានបាត់បង់ជីវិតអស់រយៈពេលជាយូរណាស់មកហើយតែសម្លេងរបស់ពួកគេបានបន្លឺឡើងតាមរយៈដុកទ័រពេកកំផាំងនេះគឺជាជំហានដ៏ធំមួយដែលបានមកពីការលះបង់របស់មនុស្សនៅអូហារ៉ានិងដុកទ័រពេកកំផាំងក៏ជឿថាថ្ងៃខាងមុខនឹងមានការផ្លាស់ប្ដូរបានកើតឡើងចុះការលះបង់របស់ពូតើវាឈឺដែរទេរឿងនេះតែនឹងទេវាពិតជាអស្ចារ្យណាស់កាលនោះគាត់ស្ទើរតែស្លាប់បាត់ទៅហើយតែភ្លើងដែលបានចាប់ចេះក៏អូហារ៉ាវាបានដុនផ្លាញតកដែលគូសាមបានដាក់ទៅលើគាត់ហើយគាត់ក៏បានថាចូលទៅក្នុងទឹកសមុទ្រទៅឲ្យរៀនមានជីវិតមកដល់ពេលនេះបន្ទាប់ពីនោះក៏មិនដឹងឡើយថាឯងនៅមានជីវិតរហូតមកដល់ពេលដែលគាត់បានឃើញការផ្សព្វផ្សាយនឹងជាកាពីឯងហើយគាត់ពិតជាខឹងជាមួយនឹងមនុស្សទាំងនោះខ្លាំងណាស់ខ្ញុំរំលឹកពីរឿងអាក្រក់ទាំងនោះអីលោកពូខ្ញុំចង់ឮតែរឿងល្អៗតែប៉ុណ្ណោះឯងពិតជាលំបាកខ្លាំងណាស់ដែលតែរត់ចេញពីពិភពលោកមួយនេះកាលពី22ឆ្នាំមុនខ្ញុំតែបានស្រណឯងនៅមានជីវិតហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយពេលយើងនឹងបានជួបគ្នាម្ដងទៀត